ឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់ពីរកាពះពីររបស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេតែពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងអ្វីក្រៅតែអំពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចុះសំបីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមានមិនបានក៏ដោយឲ្យតែថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តកាលដែលកូនមាននំមានផ្លែឈើយកមកជូននោះពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលបរិភោគទទួលទានដោយពេញចិត្តពិតតម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេត្តាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរចំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនបានជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតក៏ប៉ុន្តែឲ្យ